ស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសម្រាប់ការវិលត្រឡប់មកវិញជាមួយនឹងវីដេអូថ្មីអញ្ចឹងថ្ងៃហ្នឹងគឺយើងមកបន្តជាមួយនឹង One Piece Manga Chapter ទី1159ហើយតកតងជាមួយនឹង Chapter ហ្នឹងគឺមានចំណងជើងថា The Islands of Fate ឬក៏យើងបកប្រែជាខ្មែរថាកោះដែលត្រូវបានគេកំណត់ជោគវាសនាហើយថាជាមួយនៅក្នុង Chapter មួយហ្នឹងតើវានឹងមានរឿងរ៉ាវខ្លះដែលបានកើតឡើងតោះ Let's goភាពចលាចលគឺបានកាត់ឡើងទូទាំង Pirate Island ដុនម៉ាឡុនដែលជាអ្នកយាមល្បាតការប្រយុទ្ធមិញហ្នឹងគឺត្រូវបានគេសម្លាប់ហើយគណៈដែល Shaggy ក៏ត្រូវបានគេចាប់ខ្លួនទៅទៀតនិយាយទៅតាក់ទងជាមួយនឹងហេតុការណ៍មួយហ្នឹងគឺមិនមានអ្នកគេដឹងសោះថាវាមានអីកាត់ឡើងហើយថាណាគេដែលស្ថិតនៅពីក្រោយក្នុងរឿងទាំងអស់ហ្នឹងរកហើយនឹង Whitebeard គឺគាត់មានការខឹងសម្បាទៅលើរឿងហ្នឹងជាខ្លាំងហើយគណៈដែល Yaigoriza គឺគាត់កំពុងតែយំអាណិតទៅលើ Shaggy ក៏ប៉ុន្តែខុសប្លែកអីតែ Wang Zi គឺគាត់បាយជាអង្គុយរាប់លុយធ្វើមិនដឹងអញ្ចឹងតើតើជាមួយថងហ្នឹងយើងអាចសន្និដ្ឋានបានថា Wang Zi គឺគាត់ប្រហែលជាតួអង្គម្នាក់ដែលបានក្បត់នៅក្នុងក្រុម Rock Pirate ហើយវាក៏ជារឿងរ៉ាវដែល Fan One Piece គឺតែងតែទូទាយកាលពីមុនមកក៏លេចទៅកាន់ Roger Pirate ក្រោយពេលដែលពួកគេទទួលបានជាមួយដំណឹងហ្នឹង Roger គាត់ខឹងទៅលើ Rock យ៉ាងខ្លាំងថាហេតុអីបានជា Rock មិនអាចការពារទៅលើ Shaggy បានហើយគណៈដែល Rayleigh គាត់មានជាមួយនឹងការតក់ slotសូម្បីតែកាន់กระดาษកាសែតក្នុងការអានជាមួយនឹងព័ត៌មានហ្នឹងក៏កាន់សឹងតែមិនជាប់ស្នាមញញឹមគឺបានរសាត់បាត់បន្តិចម្ដងសូម្បីតែប្រព័ន្ធផ្សព្វផ្សាយឬក៏សកម្មភាពផ្សេងគ្រប់ទីកន្លែងហ្នឹងគឺបានផ្អាកដំណើរការនិយាយរួមគឺពួកគេមានជាមួយនឹងការតក់ slot ភ័យខ្លាចអំពីហេតុការណ៍ដែលបានកើតឡើងហ្នឹងព្រោះដោយសារតែបើសិនជាយើងមើលទៅពិភពលោកទាំងមូលហាក់បីដូចជាកំពុងតែរង្គោះរង្គើដែលសូម្បីតែទីជំនុំរបស់ Rock Pirate ទៅហើយនៅមិនមានសុវត្ថិភាពទៅទៀតអញ្ចឹងវាក៏អាចថាជាសញ្ញាមួយដែលពួកគេកំពុងតែគិតថាពិភពទាំងមូលគឺកំពុងតែមានជាមួយនឹងការផ្លាស់ប្ដូរអ្វីមួយឆ្នាំកន្លងផុតទៅយើងបានឃើញថា Garling គាត់បានធ្វើដំណើរទៅ God Valley ដើម្បីទៅលេងជាមួយនឹងកូនគាត់ហើយគាត់មានជាមួយនឹងការភ្ញាក់ផ្អើលជាខ្លាំងដែលគាត់ទទួលបានកូនប្រុសរហូតដល់ទៅ2ឬក៏ជាកូនភ្លោះហ្នឹងហើយតាក់ទងជាមួយចំណុចត្រង់ហ្នឹងដូចគេបានបង្ហាញអញ្ចឹងថាតចរិតឬក៏សន្តានរបស់ Garling ហ្នឹងគឺពិតជាខូខើមែនតើព្រោះដោយសារតែពេលដែលគាត់បានទៅលេងកូនប្រុសរបស់គាត់ឬក៏ប្រពន្ធគាត់ហ្នឹងប្រពន្ធគាត់មានអារម្មណ៍ថាសប្បាយចិត្តជាខ្លាំងដែល Garling អាចនឹងមករស់នៅជាមួយនឹងពួកគេនៅឯកោះគាត់បលេអញ្ចឹងទៅក៏ប៉ុន្តែ Garling គាត់បែរជានិយាយថាកូនប្រុសរបស់គាត់គឺមិនអាចរស់នៅឯគាត់បលេនឹងបានទេព្រោះដោយសារតែបន្តិចទៀតកោះមួយហ្នឹងគឺនឹងត្រូវបានគេលុបបំបាត់ឬក៏កំទេចចោលអញ្ចឹងទៅហើយលើពីហ្នឹង Garling គាត់ក៏បាននិយាយថាគាត់បានរៀបចំជាមួយនឹងម្ដាយសម្រាប់ឲ្យកូនប្រុសរបស់គាត់ទាំងពីរហ្នឹងហើយហើយអ្វីដែលគាត់ត្រូវតែធ្វើបន្ទាប់ហ្នឹងគឺគាត់ត្រូវតែឈ្នះជាមួយនឹងការប្រកួតប្រជែងមួយហ្នឹងហើយគាត់ទៅលើអញ្ចឹងប្រពន្ធរបស់គាត់ហ្នឹងក៏មានអារម្មណ៍ថាឆ្ងល់ហើយក៏បានសួរថាម៉េចការប្រកួតប្រជែងនិយាយទៅអ្នកនរគ្នាតាក់ទងជាមួយចំណុចត្រង់ហ្នឹងគឺពិតជាសាហាវខូខើមែនទែនដល់ថ្នាក់លក្ខណៈថា Shamrock ជាមួយនឹង Shanks គាត់មានជាមួយនឹងម្ដាយហើយGarling គាត់បែរជាលក្ខណៈថាមិនព្រមឲ្យពួកគាត់ទាំងពីរព្រោះនៅជាមួយនឹងម្ដាយរបស់គាត់បែរជារៀបចំឯណាទៅរកម្ដាយថ្មីឲ្យពួកគាត់ទាំងពីរទៅវិញហើយជាចុងក្រោយដូចយើងបានឃើញអញ្ចឹងថា Garling គាត់បានចាក់សម្លាប់ទៅលើប្រពន្ធរបស់គាត់បន្ទាប់ពីបានចាក់សម្លាប់ទៅលើប្រពន្ធគាត់ហើយ Garling គាត់ក៏បានបញ្ជាឲ្យកងទ័ព Marine រៀបចំដំណើរការជាមួយនឹង Hunting Game ហើយដែលយើងបានឃើញអញ្ចឹងថាកងទ័ព Marine ពួកគេបានចាប់ដើមជាមួយនឹងការហោមព័ទ្ធទៅលើ God Valley ហើយក៏បានសម្រុកចូលទៅចាប់ខ្លួនប្រជាជនទាំងអស់ហ្នឹងក្នុងនោះពួកគេនឹងប្រើប្រាស់ជាមួយនឹងកំភ្លើងថ្នាំសន្លប់បើសិនជាមានអ្នកគេម្នាក់មិនព្រមស្ដាប់តាមវិជាក៏ប៉ុន្តែអ្វីដែលយើងនៅស្មានមិនដល់ Monkey D Dragon ក៏ស្ថិតនៅលើកោះមួយនឹងដែរហើយដោយសារតែ Dragon ក៏ទើបតែចូលបម្រើការឲ្យកង Marine អញ្ចឹងអ្វីដែលគាត់អាចធ្វើបាននៅពេលហ្នឹងគឺបានត្រឹមតែស្ដាប់វិជាពីមេគាត់តែប៉ុណ្ណោះ Ginny Kuma Ivanko ហើយនឹងទីសកលផ្សេងទៀតគឺកំពុងតែស្ថិតនៅលើសំពៅមួយដែលកំពុងតែដឹកនាំពួកគេទៅដាក់ក្នុងពិធី Manhunt ក្នុងនោះយើងបានឃើញថាព័ត៌មានដែល Jenny គាត់បានធ្វើឲ្យបែកធ្លាយហ្នឹងគឺបានលេចលឺទៅដល់ Morgan ហើយ Morgan ក៏បានគម្រាមទៅកាន់ភ្នាក់ងារ Cyberpol ថាបើមិនចង់ឲ្យព័ត៌មានទាំងអស់ហ្នឹងលេចលឺទៅកាន់ពិភពខាងក្រៅទេដាច់ខាតពួកគេត្រូវតែឲ្យប្រាក់ទៅកាន់គាត់ក៏ប៉ុន្តែជាចុងក្រោយដោយសារតែពួក Cyberpol គាត់មិនឲ្យប្រាក់ទៅកាន់ Morgan ហើយថែមទាំងគម្រាមគាត់ទៀតនោះ Morgan បានទម្លាយព័ត៌មានទាំងអស់ហ្នឹងទៅកាន់ Pirate Island ហើយនៅតំបន់ផ្សេងទៀតគ្រាន់តែទទួលបានជាមួយដំណឹងភ្លាមគ្រប់គ្នាគឺបញ្ញាបញ្ញាមែនទែនធ្វើដំណើរទៅកាន់ God Valley
ហើយទុកមុខម្នាក់ហ្នឹងគឺពិតជាត្រេកអរក៏ដូចជាសប្បាយចិត្តមែនទែនក៏ប៉ុន្តែយេគ្រាន់តែថាគោលដៅម្នាក់គឺខុសៗគ្នាសម្រាប់ Roger Pirate ពួកគេធ្វើដំណើរទៅជួយ Shaky ព្រោះដោយសារតែ Shaky ត្រូវបានគេចាប់ខ្លួនធ្វើជារង្វាន់ធំប្រចាំព្រឹត្តិការណ៍ហ្គេមមួយហ្នឹងហើយគណៈ Daiga គឺធ្វើដំណើរដើម្បីតែទៅជួបជាមួយនឹង Roger ហើយយើងក៏មិនទាន់ដឹងដែរថាមូលហេតុអីបានជា Gap គាត់ចង់ជួបជាមួយនឹង Roger ម៉េចក៏ប៉ុន្តែខុសអីតែ Rock Pirate ក្នុងនោះសមាជិកទាំងអស់គឺលក្ខណៈថាមានគោលដៅផ្សេងគ្នានៅតាមផ្លូវធ្វើដំណើររកគាត់បានទៅជួបជាមួយសំពៅ Harald ហើយតាក់ទងជាមួយនឹង Harald គឺត្រូវបាន World Government ចាត់ឲ្យពួកគេនឹងដើម្បីទប់ស្កាត់ជាមួយនឹងចៅសមុទ្រណាដែលព្យាយាមទៅកាន់គាត់ Valley ដើម្បីតែទៅជួយជាមួយនឹងមួយស្រីម្នាក់ហ្នឹងហើយលើពីហ្នឹង World Government គាត់ក៏បានដាក់ជាមួយនឹងកាមេរ៉ាដើម្បីឃ្លាំមើលពីសកម្មភាពរបស់ Harald ផងដែររកហើយនឹង Harald គឺបាននិយាយជាមួយនឹងពាក្យឌឺដងគ្នាទៅវិញទៅមកដើម្បីសម្រួលជាមួយនឹងស្ថានភាពរកគាត់បានសុំ Harald និយាយជាមួយគេហ្នឹងតែពីរអ្នកស្ងាត់ហើយនៅក្នុងជាមួយនឹងការសន្ទនាហ្នឹងរកគាត់ក៏បាននិយាយថាឯងប្រកាសជាដឹងហើយថាយើងកំពុងតែទៅណាត្រូវអត់ហើយវាយ៉ាងម៉េចអូខេយើងនឹងប្រាប់រឿងនេះទៅកាន់ឯងហើយវាគឺជារឿងរ៉ាវដែលសមាជិកក្រុមយើងហ្នឹងមិនគួរដឹងទេការពិតទៅឈ្មោះពិតរបស់យើងដែលខំលាក់មកហ្នឹងគឺមានឈ្មោះថា Davi di Sebek អញ្ចឹងមិនមែនរកទេ Davi វាគឺជាឈ្មោះ clan ដែលពួក World Government ហ្នឹងណាគឺកំពុងតែតាមប្រមាញ់ហើយវាគឺជាឈាមជ័រដែលតចំនួនពី Legendary Pirate ដែលមានឈ្មោះថា Davi di Jones ពួកយើងគឺបានលាក់ខ្លួនពូនអាត្មាជាក្រិតជនរហូតដល់រស់រានមានជីវិតមកដល់សប្តាហ៍ថ្ងៃហ្នឹងពេលវេលារបស់ខ្ញុំល្អឬអាក្រក់ឯងឃើញហើយ2ឆ្នាំកន្លងមកនេះខ្ញុំមានជាមួយនឹងកូនម្នាក់ហើយដើម្បីធានាសមត្ថភាពរបស់ពួកគេខ្ញុំបានបញ្ជូនពួកគេទៅរស់នៅឯសុខណាត់របស់ខ្ញុំហើយក៏ឲ្យពួកគេនឹងជួយលាក់បាំងនៅ Davi Clan អញ្ចឹងបានន័យថាសាច់ញាតិក៏ដូចជាគ្រួសាររបស់ឯងហ្នឹងគឺកំពុងតែនៅឯសុខណាត់របស់ឯងហើយឯងមកប្រាប់យើងនៅចំណុចខ្សោយទាំងអស់ហ្នឹងឲ្យយើងបានដឹងធ្វើអីសុខណាត់របស់យើងគឺ God Valley ថាម៉េចអញ្ចឹងបានន័យថា World Government គឺកំពុងតែដាក់អន្ទាក់ឯងហើយណាពួកគេមិនដឹងពីរឿងនេះទេពួកគេគឺប្រមូលផ្ដុំគ្នានៅទីនោះព្រោះដោយសារតែមិនចង់ឲ្យយើងទៅតែពួកគេគិតខុសហើយបើសិនជាមើលទៅវាហាក់ដូចជាជោគវាសនាបានកំណត់រឿងនេះមកអញ្ចឹងចាប់ខ្លួន Shaky វាជាកំហុសដ៏ធំមួយរបស់ពួកគេបាត់ទៅហើយឲ្យតែប្រពន្ធកូនយើងមានសុវត្ថិភាពអ្វីក៏យើងមិនខ្វល់ដែរមើលទៅសំណាងដូចជាមិននៅខាងយើងសោះឯងជួយយើងមក Harald គ្រាន់តែនិយាយអញ្ចឹងភ្លាម Harald គឺខឹងសម្បាជាមួយនឹង Rock មែនទែនហើយគាត់ក៏បានស្រែកថាយើងមិនព្រមទេយើងសុកចិត្តពន្លិចទុកឯងនៅហ្នឹងវាប្រសើរជាងនេះឬជាជំរឿឯងមើលទៅប្រហែលជាអញ្ចឹងហីជាចុងក្រោយRockគាត់បានវាកំទេចទុក Harald ឲ្យឆេះហើយក៏បានចាក់ចេញទៅហើយគណៈដែល Harald គាត់ក៏បានខាត់តបគាត់កុំឲ្យតបតទៅកាន់ Rock វិញអញ្ចឹងចំណុចត្រង់ហ្នឹងខ្ញុំគិតថា Harald គាត់ក៏យល់ពីគោលបំណងរបស់ Rock ដែរព្រោះដោយសារតែ Rock គឺមិនមែនធ្វើដំណើរទៅកាន់ God Valley ដើម្បីតែទៅជួយ Shaky ឬក៏ដើម្បីតែ Devil Fruit ទេក៏ប៉ុន្តែគាត់បែរជាទៅជួយប្រពន្ធកូនគាត់ទៅវិញនេះគឺជារឿងឬក៏ជា twist មួយដែលធ្វើឲ្យការធ្វើដំណើររបស់ Rock ទៅកាន់ God Valley ហ្នឹងគឺកាន់តែមានទម្ងន់ហើយមួយយ៉ាងផ្សេងទៀតខ្ញុំគិតថារឿងរ៉ាវដែល Harald គាត់មិនព្រមជួយ Rock ហ្នឹងវានឹងคล้ายជារឿងមួយដែល Harald នឹងសោកស្ដាយនៅពេលខាងមុខសំឡេងកងរំពងនៃល្បែង Handman គឺបានចាប់ផ្ដើមខណៈដែល Shaky គឺជារង្វាន់ធំប្រចាំព្រឹត្តិការណ៍មួយហ្នឹងក៏ប៉ុន្តែអ្វីដែលយើងគួរឲ្យចាប់អារម្មណ៍ការពី Chapter 1196ដែលយើងបានឃើញអញ្ចឹងថា Devil Fruit គឺមានចំនួនតែ6ទេហើយស្រាប់តែនៅក្នុង Chapter ទី1159 Oda គាត់បែរជាបង្ហាញថា Devil Fruit មានចំនួន10ទៅវិញអានេះខ្ញុំមិនដឹងថាវាគឺជាការ error ឬក៏មិនទេឬក៏ Oda គាត់ចង់ add 4បន្ថែមទៀតអាហ្នឹងក៏យើងមិនដឹងដែរលើពីហ្នឹងដូចយើងបានឃើញអញ្ចឹងថា God Knight នៅក្នុងវគ្គហ្នឹងគឺមានចំនួន4នាក់ហើយគណៈដែលម្ដាយ Shang ហើយនិង Shamrock គឺនៅមានដង្ហើមគាត់បានអង្វរឲ្យ Dragon ជួយនាំពួកគេចេញពីកោះមួយហ្នឹងហើយកុំឲ្យពួកគេហ្នឹងធ្លាក់ក្នុងដៃ Galing ឲ្យសោះនៅក្នុងចំណុចមួយយើងបានឃើញថាស្ត្រីដែលជាទាសករម្នាក់គឺបាននិយាយថាមកនេះមក teach គ្រប់យ៉ាងនឹងប្រសើរឡើងអ្នកនរគ្នាស្រីម្នាក់នោះគឺជាម្ដាយរបស់ teach ហើយគាត់ក៏ជាប្រពន្ធរបស់ Rock ផងដែរជាចុងក្រោយក្រៅពី Buccaneer ដែលជា Super Rare Rabbit ហ្នឹង
ពួក Warner គាត់បានរកឃើញជាមួយនឹង target ថ្មីផ្សេងទៀតនៅក្នុងរយៈពេល8ឆ្នាំចុងក្រោយហ្នឹងហើយតាក់ទងជាមួយនឹង target ទាំងអស់ហ្នឹងគឺជា The Devi Clan so yeah អ្នកនរគ្នាតាក់ទងជាមួយនឹងវីដេអូរបស់យើងនៅក្នុង chapter មួយហ្នឹងក៏មានតែប៉ុណ្្នឹងដែរទេហើយបើសិនជាសួរទៅកាន់បងប្អូនយើងតើបងប្អូនយើងគាត់មានអារម្មណ៍បែបម៉េចតាក់ទងជាមួយនឹង chapter ហ្នឹងឬក៏មាន idea អីចង់ comment អីកុំភ្លេចធ្វើការ comment នៅក្នុងវីដេអូខាងក្រោមផងហើយយើងក៏នឹងចាំជួបគ្នាបន្តទៀតនៅក្នុងវីដេអូក្រោយ Bye bye